វាដល់ពេលល្មមដែលស្លឹកចេកឬក៏กระดาษជូតមាត់នេះคล้ายទៅជាសម្រាមទៅហើយផងព្រោះគាត់ប្រើទីសវណ្ណថាដើម្បីបំផ្លាញសង្គ្រោះជាតិនេះបានសម្រេចតាក់ទងនឹងការដែលឲ្យអឺធ្វើម៉េចហែកគណៈបកសង្គ្រោះជាតិឲ្យបែកជាចម្រៀកជាចំណែកអញ្ចឹងឲ្យក្រុមកម្មសខាឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីអីអញ្ចឹងទៅគឺគាត់បានសម្រេចដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាហ្នឹងមានលេសមានហេតុផលមានអីពេលដែលគណៈបកនេះបែកខ្ញែកអញ្ចឹងទៅគឺរំលាយគេចោលនៅក្នុងឆ្នាំ2017ខែវិច្ឆិកាហ្នឹងផងហើយក្រោយមកក៏ទៅបោះឆ្នោតឈ្នះភ្លុកទឹកភ្លុកដីដោយសារអត់មានគូប្រជែងហ្នឹងនៅឆ្នាំ2018អីហ្នឹងគណៈបកប្រជាជនកម្ពុជាយកតំណែងម្នាក់ឯងទៅហើយដល់ពេលលោកហ៊ុនសែនក៏គាត់ចាប់ផ្ដើមរៀបចំត្រួសត្រាយផ្លូវឲ្យជឿច្បាស់ហើយថាអស់ហើយគណៈបកសង្គ្រោះជាតិបានទីសវណ្ណថាជួយបំផ្លាញមាត់អស់ដែរក៏អញ្ចឹងក៏ចាប់ផ្ដើមលើកឲ្យលោកហ៊ុនម៉ាណែតឡើងជានាយករដ្ឋមន្ត្រីបោះឆ្នោតអាណត្តិឆ្នាំ2023ហ្នឹងក៏លោកហ៊ុនម៉ាណែតក៏ចាប់ផ្ដើមឈ្នះឆ្នោតឈ្នះអីទៀតទៅគឺគាត់ដូចថាវាគ្រប់គ្រាន់ហើយកដាស់ជូតមាត់ហ្នឹងគឺអាចបោះចោលបានហើយសំតែធីសវណ្ណថាគាត់ស្មានថាគាត់នៅបពប្រឆាំងណាធីសវណ្ណថាគាត់ផ្សាយព័ត៌មានហ្នឹងតាមពិតវាអត់ខុសអីទេព័ត៌មានដែលធីសវណ្ណថាផ្សាយហ្នឹងគឺជាព័ត៌មានពិតដែលអ្នកណាក៏ចង់ឮអ្នកណាក៏ចង់ផ្សាយដែរក៏ប៉ុន្តែគាត់ភ្លេចខ្លួនធីសវណ្ណថាអត់ខុសអីពីលោកលីសាមេតនិងឌួងតារាឬក៏អ្នកដតីទៀតដែលជាលលកដែលគណៈបកប្រជាជនកម្ពុជាតាក់ទៅបានទេព្រោះគាត់ស្មានថាគាត់នៅកំពុងតែនៅក្នុងគណៈបកប្រឆាំងដដែលអាចនិយាយអីបានព្រោះអីចូលទៅគណៈបកប្រជាជនព្រោះនឹកឃើញថាស្អំចិត្តគេជួយបំផ្លាញគណៈបកប្រឆាំងបានហើយអញ្ចឹងអាចនឹងមានទឹកមាត់ប្រៃហើយមិនអញ្ចឹងនិយាយអីក៏បានដែរព្រោះអីការពិតមានរឿងអីពិបាកនិយាយព្រោះការពិតសោះក៏ប៉ុន្តែធីសវណ្ណថាខ្លួនឯងគាត់ភ្លេចគិតថាអាការពិតហ្នឹងវាជាពាក្យពិតរែងស្លែងតាកាលនៅគណៈបកប្រឆាំងនិយាយទៅគឺគេក៏រករឿងដែរគាត់ថាគេរករឿងវាមិនទាន់ដល់ដំណាក់កាលដែលគេចាប់បានគេទុកប្រើសិនទៅបើគេមើលឃើញថាអូធីសវណ្ណថាគាត់ស្រែកអញ្ចឹងមានប្រជាប្រិយដល់ដំណាក់កាលណាមួយតម្លៃខ្លួនគាត់ឡើងទុកអត់តន់ចាត់ការគាត់ទេចាំទិញយកមកប្រើដើម្បីបំផ្លាញគណៈបកសង្គ្រោះជាតិអញ្ចឹងគេទុកឲ្យគាត់ស្រែកចឹងបានស្រែកចិត្តចឹងដល់ពេលដំណាក់កាលមួយត្រូវនឹងបញ្ហាចិត្តដែលគាត់ចង់ដូរផ្លាស់ផងហើយចឹងទៅគេក៏ទិញបានទៅគឺយកមកប្រើបន្លាជួសបន្លាគឺយកស្លឹកត្នោតខ្ចប់ស្ករត្នោតបំផ្លាញគណៈបក្សសង្គ្រោះជាតិដល់ពេលគាត់ចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាគាត់បានការងារច្រើនណាស់ក្របខ័ណ្ឌរាជការក៏មានធ្វើជាអភិបាលរងនៃក្រុងអរិយខ្សាត់នោះទៅទៀតធំណាស់តំណែងនេះហើយក៏ជាសកម្មជនជាប់ជាអ្នកដែលជាប់នៅក្នុងជួរបកគណៈបកប្រជាជនកម្ពុជាហ្នឹងគឺថានិយាយទៅគឺចូលទៅគឺគេឲ្យមកប្រអប់ហ្មងគឺឲ្យមកកំ pl េមកកញ្ចប់ហ្មងឲ្យលើកដំកើងធំណាស់មុខមាត់ហ្នឹងតាមពិតការងារជាអភិបាលរងក្រុងអរិយខ្សាត់ហ្នឹងគាត់ទើបតែបានឆ្នាំ2023ហើយបានន័យថាគេនៅតែមិនចង់បោះគាត់ចោលទេព្រោះកុំឲ្យថាយកលលកមកគឺបំភ្លេចគេចោលអញ្ចឹងវាធ្វើឲ្យពិបាកតាក់លលកផ្សេងទៀតក៏ប៉ុន្តែដោយសារតែចរិតរបស់គាត់មួយតាមពិតមិនខុសឆ្គងទេចរិតរបស់គាត់ចូលចិត្តនិយាយរឿងអយុត្តិធម៌សង្គមហើយនិយាយការពិតដែរតាមពិតបើគាត់កំចូលគណៈបកប្រជាជនកម្ពុជាក៏គាត់ជាប់គុកដែរគេចាប់គាត់ដាក់គុកដោយសារតែគាត់ហ៊ានផ្សព្វផ្សាយព័ត៌មានពិតហ្នឹងតែដោយចូលគណៈបកប្រជាជនគេទុកពេលឲ្យគាត់យូរហើយគឺគេទុករហូតឃើញទេបងប្អូនឃើញគេទុកដើម្បីស្អំទី1ឲ្យលោកគណៈបកសង្គ្រោះជាតិលលាយអស់ទៅដើម្បីគាត់ជួយបំផ្លាញទី2គឺនៅពេលដែលរៀបចំបោះឆ្នោតបានលោកហ៊ុនសែនជាប់ទៅយកមកប្រើមួយរយៈដល់ពេលឥឡូវលោកហ៊ុនម៉ាណែតជាប់ទៀតហើយអស់មានតម្លៃអីសម្រាប់ឲ្យគណៈបកប្រជាជនទុកគាត់បើគាត់នៅតែហ៊ានផ្សាយព័ត៌មានអំពីអយុត្តិធម៌សង្គមតថភាពជាក់ស្ដែងនៅក្នុងសង្គមវាជាគ្រោះថ្នាក់បំផុតសម្រាប់គណៈបកប្រជាជនទៅវិញទេប្រើគាត់បានប្រយោជន៍ក៏ប៉ុន្តែព័ត៌មានពិតដែលគាត់ផ្សាយនេះគឺវាជាកំបិតចិត្តដងឯងបានន័យថាជាការដែលវាយប្រហារដល់គណៈបកប្រជាជនដែលដឹកនាំប្រទេសគ្មានសមត្ថភាពធ្វើឲ្យកងទ័ពខ្វះខាតមានបញ្ហាឥឡូវគណៈបកប្រជាជនកម្ពុជាត្រូវថ្លឹងទុកគាត់ឬក៏មិនទុកគាត់ហើយមានអីត្រូវទុកគាត់ទៀតបើប្រើដូចកណាត់ជូតមាត់กระดาษជូតមាត់អីហ្នឹងវាអស់ពេលហើយណាមួយធីសវណ្ណថាគាត់ដូចថាដូចថាទុកចិត្តខ្លួនឯងថានៅចិត្តសម្ដេចពុកពេកណាចៅសំណប់ជួយច្រើនណាបំផ្លាញគណៈបកសង្គ្រោះជាតិបានសម្រេចនេះគឺជាជោគជ័យមួយដ៏មហាសាលហើយគ្មាននរណាអាចនឹងមានឥទ្ធិពលធ្វើបានដូចធីសវណ្ណថាទេដូច្នេះគាត់ជឿទុកចិត្តខ្លាំងថាទោះនៅក្នុងតម្លៃណាក៏គេមិនហ៊ានធ្វើអីគាត់ដែរព្រោះគាត់មានខ្នងក្រាស់ក៏ប៉ុន្តែដល់ពេលដំណាក់កាលមួយគឺដូចខ្ញុំនិយាយចឹង
กระดาษនៅពេលដែលជូតមាត់គឺដល់ពេលតម្លាក់ចោលធុងសម្រាមគឺគេប្រលេះយើងចោលហើយព្រោះអីមនុស្សដែលលោតចូលពីប៉ាក់មួយទៅប៉ាក់មួយនេះគឺគេចាត់ទុកថាជាបញ្ញាក្អែកទេហើយមិនស្មោះទេអត់ស្មោះម្ចាស់ទេទៅខាងណាគឺទៅអែបអបឡែបឡប់បានមួយរយៈពេលខ្លីហើយបើយើងធ្លាប់ក្បត់ប៉ាក់ខ្លួនឯងទៅហើយតើយើងមកធ្លាប់មកស្រឡាញ់គណៈបកប្រជាជនប៉ុណ្ណាទៅព្រោះគណៈបកប្រជាជននេះមានអីល្អក្រៅពីបានបនស័កលៀបសការៈហ្នឹងតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកដែលជាលលកហ្នឹងក៏ដឹងខ្លួនដែរថ្ងៃគ្រាន់តែថាមិនទាន់ដល់វេនដូចលោកបណ្ឌិតកែមលីនិយាយចឹងថាវាមិនទាន់ដល់វេនអាចទិញពេលវេលាបាន3ឆ្នាំ4ឆ្នាំ5ឆ្នាំហើយបើសិនជាស្ថានភាពនឹងនៅតែអញ្ចឹងគឺថ្ងៃណាមួយលលកទាំងអស់នោះនឹងជាប់គុកដូចតែធីសវណ្ណថាដូចតែដួងតារាដូចតែលោកលីសាមេតដូចតែអ្នកដតីទៀតដែលជាប់គុកអញ្ចឹងដែរវាអត់មានអីប្លែកទេហើយនេះគឺជាមេរៀនដែរមេរៀនសម្រាប់លលកទាំងអស់ដែលយើងត្រូវគិតថាបាយ3ពេលទី1គឺយើងសម្លាប់ជីវិតនយោបាយរបស់យើងទី2យើងធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានិងនៅក្រៅប្រទេសផងខកចិត្តដោយសារយើងដូច្នេះអាគេដំណើរដល់អាស្រូវដល់អាសោចរបស់យើងនេះគឺយើងរស់នៅក្នុងមួយជីវិតដើម្បីបន្សល់គេអាស្រូវសម្រាប់កូនចៅយើងជំនាន់ក្រោយពេលដែលយើងស្លាប់ទៅហ្នឹងកូនចៅយើងនៅចាឈ្មោះយើងថាជាជនក្បត់បកជាជនឱកាសនិយមជាជនដែលបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋបើសិនជាយើងឈប់ពីគណៈបកប្រឆាំងឧទាហរណ៍ពីដើមឡើយទៅធ្វើស្រែចម្ការទៅសមាជីវោធ្វើស្អីទៅក៏មិនថៃដែរមិនស្លាប់ទេមកគ្រាន់តែបាយ3ពេលមិនស្លាប់ទេបងប្អូនក៏ប៉ុន្តែមនុស្សខ្លះរើសវិធីបែបនេះគឺសម្ភារៈនិយមបញ្ហាបុណ្យស័ក្តិលៀបសការៈហើយទំនាស់បុគ្គលឆ្លោះគ្នាដោយសារតែរឿងស្អីហ្នឹងគឺចិត្តទៅចឹងទៅដូច្នេះយើងក្បត់អត់យកប្រជាពលរដ្ឋទាំង17លានអ្នកជាងយកមកគិតអំពីស្រុកទេសយើងនាំគ្នាបំផ្លាញដូចទីសវណ្ណថាខ្ញុំសោកស្ដាយគាត់ណាព្រោះមនុស្សដែលមើលឃើញអំពីបញ្ហាស្រុកខ្មែរតាំងពីដើមទីមកវាអត់អាចអីស្រាប់តែធ្វើឲ្យសង្គ្រោះជាតិអឺពីចុងខែឧសភាឆ្នាំ2013រឿងគណៈបកប្រជាជនកម្ពុជាឃើញចំណុចខ្វះខាតអសកម្មរហូតដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងនៅសហរដ្ឋអាមេរិកផងគាំទ្រនាងគ្រប់គ្នាហេតុអីបានជាគេមិនគាត់ហេតុអីបានជាគេគាំទ្រដោយសារគាត់និយាយត្រូវហេតុអីបានជា3ឆ្នាំក្រោយមកអ្វីដែលគាត់និយាយហ្នឹងវាទៅជារឿងលេងសើចរឿងប្រឌិតរឿងអីទៅគាត់ទៅចូលគណៈបកប្រជាជនស្រាប់តែគណៈបកប្រជាជនល្អដូចផ្កាដែលគាត់បានតំណែងនេះតំណែងនោះអីអញ្ចឹងវាជាការដែលឱកាសនិយមក្បត់ឆន្ទៈក្បត់ឧត្តមគតិក្បត់មនសិការខ្លួនឯងដែលធ្វើឲ្យប្រជាពលរដ្ឋចាជាប្រវត្តិសាស្ត្រហើយនៅចងចាំពួកគាត់នៅអស់មួយជីវិតនៅក្នុងក្រាំងគម្ពីរនៃប្រវត្តិសាស្ត្រខ្មែរថាជាជនក្បត់មនសិការខ្មែរខ្ញុំសោកស្ដាយមែនតើដែលអាណិតពួកគាត់ដែរអាណិតត្រង់ថាមិនដឹងថាកតាជីវភាពកតាស្អីខ្លះសម្ពាធអីគេខ្លះនៅក្នុងគ្រួសារគាត់យើងអត់ដឹងក៏ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាត្រូវយល់ថាធីសវណ្ណថាសប្ងៃនេះនឹងប្តីរបស់គាត់គឺលោកផែសវណ្ណរិទ្ធគឺជាជនរងគ្រោះនៃអំពើអយុត្តិធម៌សង្គមទេបងប្អូនព្រោះគ្មានអ្នកណាផ្សាយព័ត៌មានពិតត្រូវជាប់គុកទេការផ្សាយព័ត៌មានពិតមិនមែនជាកម្មវត្ថុនៃការជាប់គុកទេផ្ទុយទៅវិញគឺជាការដែលមិនព្រមដោះស្រាយអាបញ្ហានៃការផ្សាយព័ត៌មានហ្នឹងទេដែលយើងជាបញ្ហារបស់សង្គមអញ្ចឹងនៅស្រុកខ្មែរគឺគេប្រើវប្បធម៌មួយគឺអង្គុយបក់ផ្សែងគឺគេអត់រួចភ្លើងទេអញ្ចឹងឥឡូវនេះគេចាប់ផ្ដើមបិទអ្នកដែលផ្សព្វផ្សាយបិទអ្នកអីអញ្ចឹងទៅជាគេហៅអាកមន់គម្រាមសัตว์ស្វាអញ្ចឹងធ្វើឲ្យអ្នកកសែត MMO ឬក៏អ្នកផ្សព្វផ្សាយសូម្បីតែសកម្មជនឬលលករបស់គណៈបកប្រជាជនដទៃទៀតដែលទិញមកបានពីគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងហ្នឹងគឺត្រៀមខ្លួនអ្នកឯងចាំតែថ្ងៃឯងអញ្ចឹងគាត់រស់នៅសប្ងៃជាមួយគណៈបកប្រជាជនដូចទឹកលើស្លឹកឈូកអញ្ចឹងណាបងប្អូនកលេសកឡក់ហើយអត់មានព្រលឹងក្នុងខ្លួនទេមួយថ្ងៃណាក៏អង្គុយគិតថាតើត្រូវសរសើរអីពីគណៈបកកណ្ដាលអំណាចប៉ុន្តែអាការសរសើរហ្នឹងវាក្បត់ឧត្តមគតិមនសិការរបស់ខ្លួនប៉ុន្តែបើហ៊ានតែងាកតែបន្តិចគឺធ្លាក់ក្តុកហ្មងទឹកហ្នឹងគឺកពុបដល់ដីហ្មងហើយគាត់សុកចិត្តជ្រើសរើសអញ្ចឹងណាអ្នកខ្លះមានហាងដូណាត់មានការងារមានអីធ្វើនៅស្រុកអាមេរិកនេះគឺសុកចិត្តទៅលុតស្បែកជើងក្រាបលិតស្បែកជើងគេនៅស្រុកខ្មែរហ្នឹងគឺដើម្បីយកលៀបសការៈយកបុណ្យស័ក្តិហើយនឹងដើម្បីដោះស្រាយចំនួនកំហឹងបុគ្គលជាមួយក្រុមណាបពពួកណាតែចោលខ្មែរយើងទាំង18លាននាក់ដែលអះអាងថាគាត់ចោះចូលទៅគណៈបកប្រជាជនដើម្បីជួយសង្គ្រោះ
រដ្ឋាភិបាលកម្ពុជាដែលកប៉ាល់លិចធ្លុះធ្លាយដែលពីដើមឡើយហ្នឹងគាត់ហ្នឹងក៏คล้ายទៅជាជនដែលរត់ចេញពីគណៈបកប្រជាជនកម្ពុជាគេតាមធ្វើទុកបុកម្នេញមកដល់សហរដ្ឋអាមេរិកសុំសិទ្ធិច្រកកោននយោបាយអីអញ្ចឹងទៅហើយដល់ពេលហើយទៅកុហក USCIS ទៀតទៅកុហកសហរដ្ឋអាមេរិកទៀតថាខ្លួនមិនអាចទៅប្រទេសកម្ពុជាវិញបានទេដោយសារតែមានការធ្វើទុកបុកម្នេញស្រាប់ដល់ឥឡូវចូលទៅប្រទេសកម្ពុជាហើយសរសើរអំពីរដ្ឋាភិបាលដែលធ្វើទុកបុកម្នេញរបស់ខ្លួនហើយក៏ហក់រដ្ឋាភិបាលសហរដ្ឋអាមេរិកតាក់ទងនឹងការបានសញ្ជាតិអាមេរិកនេះហ่ะគឺជាអំពើក្បត់មួយដ៏បើសិនជាអង្គសហរដ្ឋអាមេរិក USCIS គេរកឃើញថាយើងកុហកឯកសារហ្នឹងគឺ24ម៉ោងគេដកសញ្ជាតិយើងហើយគឺគេបញ្ជូនយើងឬក៏គេយ៉ាងហោចណាស់ក៏គេថាយើងធ្វើខុសនីតិវិធីហើយចាប់បញ្ជូនយើងទៅប្រទេសកម្ពុជាវិញដោយស្វ័យប្រវត្តិអត់មានត្រូវចាំទេប៉ុន្តែអស់លោកជួនកាលគាត់ជាកុកណាគាត់ច្រើនតែភ្លេចជង់ពេលខ្លះគាត់មើងងាយគាត់មើលស្រាលហើយចឹងបានថាបើចូលទៅគណៈបកប្រជាជនកម្ពុជាកុំជ្រុលនិយមក្នុងតែថ្ងៃណាមួយគណៈបកប្រជាជនកម្ពុជានឹងទម្លាក់សម្រាមនឹងចូលក្នុងធុងនឹងទេក៏ហើយប្រជាពលរដ្ឋនៅស្រុកក្រៅក៏គេចាំមើលដែរបើអស់លោកធ្វើអីផ្ដេសផ្ដាស់ហ្នឹងគេក៏អាចប្តឹងទៅអង្គការខាង USCIS មានញត្តិមានអីទៅយើងតាក់ទងនឹងការធ្វើទុកបុកម្នេញគម្រាមកំហែងខ្មែរយើងនៅក្រៅប្រទេសអីឲ្យតែបានលេះអីតែបន្តិចតែប៉ុណ្ណឹងអស់លោកចប់ហើយខ្ញុំនិយាយយកតែប៉ុននេះខ្ញុំគ្មានទៅគម្រាមកំហែងស្អីទេព្រោះជាទូទៅអ្នកដែលគេបណ្ដេញទៅស្រុកដើមកំណើតវិញហ្នឹងគឺនៅគោលនយោបាយរបស់លោកត្រាំឬក៏គោលនយោបាយរបស់អន្តោប្រវេសន៍អាមេរិកជាទូទៅគឺអ្នកដែលកុហក USCIS គឺគេដកសញ្ជាតិវិញបានដោយអត់មានអីទើសទាល់អីទេដូចខ្មែរយើងដកសញ្ជាតិ Gen Z លីសុងអីចឹងអាហ្នឹងគឺដូចគ្នាអញ្ចឹងគេថាយើងកុហកឯកសារហ្នឹងជាថាទៅតែបើគេរកឃើញអញ្ចឹងព្រោះអីយើងឃើញដានរបស់យើងគិចមកដោយការភ័យខ្លាចការធ្វើទុកបុកម្នេញពីលោកហ៊ុនសែនឥឡូវយើងទៅធ្វើការជាមួយលោកហ៊ុនសែនហើយមកវាយប្រហារក្រុមប្រឆាំងដើម្បីលៀបសការៈបុណ្យស័ក្តិរបស់ខ្លួនហើយយើងគិតថាខ្លួនគ្រាន់បើខ្លួនរួចខ្លួនអង់គ្លេសគេថា it's just a matter of time ប្រែជាខ្មែរមកថាគ្រាន់តែមិនទាន់ដល់ពេលទេឥឡូវនេះគឺបន្តទៅទៀតខ្ញុំរឿងធីសវណ្ណថាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ខាងគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងអាចនឹងមានការថ្នាំងថ្នាក់ជាមួយធីសវណ្ណថានឹងខ្លាំងហើយក៏ដឹងថាធីសវណ្ណថាខ្លួនឯងក៏យល់ដែរថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានសិទ្ធិខកចិត្តតូចចិត្តនឹងអំពើរបស់ខ្លួនហើយគេថាជាបាបកម្មជាកម្មពៀដែលធ្វើសាងសម្រាប់គណៈបកសង្គ្រោះជាតិអីហ្នឹងវាជាពាក្យរៀងធ្ងន់បន្តិចដែរក៏ប៉ុន្តែមិនហួសហេតុពេកទេឲ្យយើងនឹងទទួលយកទៅក៏ប៉ុន្តែខ្ញុំក៏សូមចិត្តបងប្អូនទាំងអស់គ្នាទាំងអង្គការសង្គមស៊ីវិលទាំងប្រព័ន្ធផ្សព្វផ្សាយឬក៏អ្នកដទៃទៀតព្យាយាមនៅកណ្ដាលឲ្យបានច្រើនធីសវណ្ណថាคล้ายជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋសពថ្ងៃតែយើងចូលនៅក្នុងរបៀបនេះគឺអ្នកណាក៏คล้ายជាជនរងគ្រោះដែរគ្រាន់មិនចាំបាច់ធ្វើអីសោះក៏ដោយគ្រាន់តែអត់ទាន់ដល់វេនតែប៉ុណ្្នឹងទេនេះគឺជាប្រសាសន៍របស់លោករដ្ឋកែមលីដែលយើងគិតថា10ឆ្នាំហើយសាររបស់គាត់នេះនៅតែដូចថាថ្មីចាស់នៅតែអាចរំលឹកយើងដាស់តឿនក្រើនរំលឹកហើយយើងទាំងអស់គ្នាបើគេចាប់គាត់ដាក់គុកហើយធ្វើទុកបុកម្នេញគាត់ដោយភាពអយុត្តិធម៌គាត់ជាធ្លាប់ដូរបាក់មកក្បត់បាក់អីក៏ដោយតែគាត់ជាប្រជាពលរដ្ឋខ្មែរដែលរងការធ្វើទុកបុកម្នេញដោយអយុត្តិធម៌សូមជួយតស៊ូមតិឲ្យគាត់បាននៅក្រៅឃុំផងព្រោះដូចយើងតស៊ូមតិឲ្យអ្នកដទៃទៀតព្រោះយើងតស៊ូមតិដើម្បីយុត្តិធម៌មិនមែនដើម្បីធីសវណ្ណថាឬក៏ផែសវណ្ណរិទ្ធទេគឺយើងឲ្យមានយុត្តិធម៌កុំឲ្យគេធ្វើទុកបុកម្នេញធីសវណ្ណថានិងផែសវណ្ណរិទ្ធក្នុងប្រការណាមួយព្រោះយុត្តិធម៌សង្គមមិនមែនសំដៅទៅលើបុគ្គលទេពាក្យអយុត្តិធម៌កើតឡើងលើបុគ្គលណាគឺអំពើអយុត្តិធម៌នឹងវាកើតឡើងគ្រប់ទីតាំងទីកន្លែងអានឹងជាប្រសាសន៍របស់លោក Martin Luther King ដែលជាជើងឯកក្នុងការតស៊ូសិទ្ធិនៅសហរដ្ឋអាមេរិកដែលគេទទួលស្គាល់គេគោរពរហូតតតែយកថ្ងៃមួយក្នុងមួយឆ្នាំហ្នឹងគឺដើម្បីប្រពរំលឹកខួបនៃវីរភាពនិងការតស៊ូសិទ្ធិមនុស្សរបស់គាត់ផងឥឡូវនេះធីសវណ្ណថានឹងប្តីហ្នឹងគេដាក់គុកនៅពីកន្លែងខុសគ្នាទៀតធីសវណ្ណថាគេយកទៅដាក់នៅកំពង់ស្ពឺឯផែសវណ្ណរិទ្ធគេយកមកដាក់គុកនៅដូចខេត្តកណ្ដាលអីអញ្ចឹងឯងបាទនិយាយទៅគឺពីរអ្នកហ្នឹងអត់ដាក់គុកនៅជុំគ្នាទេនេះគឺជា
របៀបដាក់គុករបស់រដ្ឋាភិបាលកម្ពុជាសូម្បីតែសកម្មជនដែលជាលលកដែលខ្លួនជួយឲ្យខ្លួនរំលាយគណៈបកសង្គ្រោះជាតិបានប្រើគ្នាអស់ចិត្តហើយរួចទៅធ្វើអញ្ចឹងធីសវណ្ណថាសប្ងៃនេះគឺជាប់នៅពន្ធនាគារខេត្តកំពង់ស្ពឺលោកផែសវណ្ណរិទ្ធជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាលមិនភ្នំពេញទេបងប្អូនបាទខ្ញុំសូមស្លេះរឿងនេះត្រឹមប៉ុណ្ណេះសិនឥឡូវចូលដល់ព័ត៌មានទី2គឺតកតងនឹងរឿងតុលាការកំពូលតម្កល់ការផ្ដន្ទាទោសចំពោះមន្ត្រីគណៈបកប្រឆាំងពីររូបគឺលោកគៀវិសាលនិងលោកខឹមច័ន្ទវណ្ណៈបាទតាមពិតលោកគៀវិសាលគាត់ប្តឹងគាត់ជាប់គុក2ឆ្នាំគ្រប់ហើយគាត់ចេញមកបាត់ទៅហើយក៏ប៉ុន្តែគាត់ប្តឹងរឿងទាសំណង20លានរៀលពីដៃគូលលកតាមពិតលោកម៉ៃហុងស្រៀងហ្នឹងក៏ជាលលកដែរគាត់តែមិនទាន់ដល់វេនទេព្រោះលោកម៉ៃហុងស្រៀងហ្នឹងធ្លាប់ជាប់គុកដែរនៅខាងគណៈបកប្រឆាំងគាត់នៅខាងក្រុងបរសៃអនុឥឡូវល្បីឯងបានងារជាឯកឧត្តមអីហ្នឹងគឺគាត់មកឆ្លោះគ្នាជាមួយនឹងលោកគៀវិសាលជេរគ្នាស្រាតសពុតដល់ពេលជេរគ្នាដោយសារលោកម៉ៃហុងស្រៀងគាត់លោតចូលជាលលកគេទិញបានចឹងខាងគណៈបកប្រជាជនកម្ពុជាគេស្អំលលកគេគឺគេរករឿងលោកគៀវិសាលចោតប្រកាន់ពីបទញុះញង់អីណាទៅអាជេរប្រមាថគ្នាជាបទល្មើសរដ្ឋប្រវេណីនេះមានតាក់តងអីចាប់ដាក់គុកចាប់លោកគៀវិសាលដាក់គុកអស់2ឆ្នាំដល់លោកប្តឹងផ្ដាល់គ្នាទៅសុំអត់ឥឡូវអាគុក2ឆ្នាំហ្នឹងវាចប់ហើយព្រោះជាប់បាត់ហើយវាមិនដឹងបានមកស្អីសមវិញគាត់រករឿងរឿងសំណង20លានរៀលដែលលោកម៉ៃហុងស្រៀងទានេះឥឡូវតុលាការកំពូលថាអត់ទេលោកគៀវិសាលត្រូវសងលុយនឹងទៀតហើយទៅរកណាលោកគៀវិសាលរកតែផ្ទះនៅមិនបានផងណាហ្នឹងហើយជាការធ្វើទុកបុកម្នេញពេញចិត្តលោកម៉ៃហុងស្រៀងហើយព្រោះអីគាត់ពេញចិត្តចង់ឲ្យលោកគៀវិសាលហ្នឹងជាប់គុកឬសងលុយគាត់ទៅ20លានរៀលព្រោះអីទៅជាមួយគណៈបកប្រជាជនកម្ពុជាមិនប្រកាសថាបានស្អីច្រើនដែរព្រោះអីមានលលកទៅច្រើនពេកចែកគ្នាទៅវានេះអញ្ចឹងគៀបលោកគៀវិសាលយកលុយទៅមិនដឹងតែគាត់លេបចូលឬក៏យ៉ាងណាទេអ្នកដែលធ្លាប់ស្រឡាញ់គ្នាជាប់គុកជាប់ច្រវាក់ធ្លាប់ជួយទំពាវនាវឲ្យដោះលែងគ្នាទៅវិញទៅមកអីអញ្ចឹងហើយដល់ពេលចុងក្រោយលោតចូលទៅគណៈបកប្រជាជនកម្ពុជាស្រាប់តែមកល្អោកល្អឿនគឺជាមួយគណៈបកប្រជាជនកម្ពុជាអ្នកនៅជាមួយជាមិត្តរួមអាវុធអីហ្នឹងគឺសុទ្ធតែជាខ្មាំងសត្រូវរបស់យើងទាំងអស់នេះហើយគឺជាការដែលរបៀបដឹកនាំបែបកុម្មុយនីសគេអញ្ចឹងហើយគេយកយើងយកមកឲ្យខំគ្នាអញ្ចឹងទៅហើយយើងខំគ្នាគឺយើងខំយកតែមែនតែនហ្មងព្រោះអីធ្លាប់ដឹងចំណុចខ្សោយគ្នានោះចឹងគណៈបកប្រជាជនកម្ពុជាធូខ្សុយអត់ចាំបាច់យកមនុស្សគេមកប្រើទេគេយកតែមនុស្សគណៈបកប្រឆាំងយកមកប្រើហើយយើងនឹងគឺคล้ายទៅជាឧបករណ៍ជាទំនិញទិញដាច់ថ្លៃណាមនុស្សយើងមិនគួរណាខ្លាយទៅជាទំនិញសោះខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាយើងទម្លាក់តម្លៃខ្លួនឲ្យទៀបយ៉ាងដូចនេះតើអស់លោកកូនចៅទៅថ្ងៃក្រោយហ្នឹងគឺគេឌីលជេរយើងយ៉ាងម៉េចទៅអនាគតទៅក្រោយគេប្រាប់ថាអូឪហែងរត់ចូលពីប៉ាក់មួយទៅប៉ាក់មួយដូចកទេសឡង់ដាច់ក្បាលអញ្ចឹងដូចមាន់ដាច់ក្បាលអញ្ចឹងអីអញ្ចឹងទៅហើយទៅយើងទៅចាំវីរៈភាពរបស់យើងអញ្ចឹងឬក៏យ៉ាងម៉េចបាទតែយ៉ាងណាបងប្អូនយើងមិនទៅនេះទេព្រោះអាហ្នឹងរឿងសិទ្ធិសម្រេចរបស់ម្នាក់តកតងនឹងព័ត៌មានបន្តទៀតគឺរឿងនេះគឺមានលោកគៀវិសាលហ្នឹងឥឡូវគេឲ្យបង់20លានរៀលហ្នឹងជាប់គុក2ឆ្នាំគាត់ចេញមកពីខែ3ឥឡូវតុលាការជំនុំជម្រះហ្នឹងគឺបានន័យថាអត់លុយសងចឹងទៅគាត់សងយ៉ាងម៉េចអីយ៉ាងម៉េចអស់ហើយព្រោះតុលាការកំពូលបិទផ្លូវតវ៉ាអញ្ចឹងលោកគៀវិសាលត្រូវសងលុយលោកម៉ៃហុងស្រៀង20លានរៀលទៅរកឯណាបានសងមួយខែ$1ទៅសុំតុលាការអញ្ចឹងទៅលោកគៀវិសាលសង3ជីវិតទៀតទៅព្រោះលោកអត់លុយឲ្យទៅសងមួយខែ$1ក៏សងទៅអឺតកតងនឹងលោកជាតំណាងគណៈបកប្រឆាំងមួយរូបទៀតគឺក៏តុលាការតម្កល់សាលដីកាហ្នឹងសាលក្រមហ្នឹងដែរនិយាយទៅគឺអត់រួចទេនេះគឺអតីតប្រធានស្ដីទីគណៈបកភ្លើងទៀនប្រចាំរាជធានីភ្នំពេញគឺត្រូវជាប់គុក2ឆ្នាំ6ខែអត់មានប្រែប្រួលទេនេះគឺតុលាការសម្រាប់ថ្ងៃហ្នឹងដែរគឺពាក់ព័ន្ធនឹងលោកខឹមច័ន្ទវណ្ណៈបាទលោកខឹមច័ន្ទវណ្ណៈហ្នឹងគឺជាប្រធានស្ដីទីឬតំណាងគណៈបកភ្លើងទៀនប្រចាំរាជធានីភ្នំពេញលោកត្រូវបានចាប់ខ្លួនកាលពីអំឡុងឆ្នាំ2024ដើមខែមករាឥឡូវ2026បើកាត់ទោស2ឆ្នាំ6ខែបានន័យថានៅសល់តាប្រហែលមួយខែពីរទៀតទៅលោកត្រូវបានរួចខ្លួនមិនមែនរួចខ្លួនទេត្រូវបានដូចថាជាប់គុកគ្រប់កាលកំណត់គណៈបកប្រជាជនឬក៏រដ្ឋាភិបាលកម្ពុជាបើថាចាប់គណៈបកប្រឆាំងដាក់គុកហ្នឹងគឺថាជាប់ឯងតទៅដល់ថ្ងៃហ្មងអត់ឲ្យដល់ថ្ងៃជួនកាលយុទ្ធនីតិវិធីដោះលែងទៅទៀតជាប់គុកគ្រប់ហើយណាព្រោះជាទូទៅនៅក្នុងពន្ធនាគារអ្នកទោសមនសិការអីអញ្ចេះ
គេជាប់តែ70%អីនៅសល់ប្រមាណទៀតគេលើកលែងទោសហើយប៉ុន្តែរឿងគណៈបកប្រឆាំងនេះរឿងលើកលែងទោសអត់សោះហ្មងទាល់តែសុំទោសចេញលិខិតសុំទោសសម្លាប់ជីវិតនយោបាយចោលទៅសរសើរគណៈបកប្រជាជនអាហ្នឹងបានគេឲ្យរួចទោសបើថាអត់ទេគឺអត់ទេហើយនិយាយពីថៃពីភូមាអីគេធ្វើសម្រាប់អ្នកទោសជាតិគេនឹងគេសណ្ដោសប្រោសប្រណីឲ្យខ្មែរយើងពេលខ្លះហ្នឹងចេញលិខិតទៅសរសើរភូមារឿងចេះអត់នឹងគ្រោះអ្នកទោសមនសិការអីណាដល់ពេលខ្លួនឯងអត់អាលីងខ្មែរគ្នាឯងគឺពឺតយកតែម្ចាស់ដៃបើខ្ញុំស្លេះរឿងលោកខឹមច័ន្ទវណ្ណៈត្រឹមនេះហើយនឹងលោកគេវិសាលត្រឹមនេះខ្ញុំចូលដល់ព័ត៌មានបន្តទៀតខ្ញុំនៅសល់ពេលខ្លីណាស់នៅសល់ពេល10នាទីជាងទៀតទេអូសល់ព័ត៌មានច្រើនណាស់បើអានអត់អស់ខ្ញុំនឹងយកទៅផ្សាយនៅពេលបន្តទៀតwait a minute sorry បាទព័ត៌មានបន្ថែមទៀតនេះគឺតកតងនឹងសំទោសกระดาษច្រើនពេកបរោះដែលសម្លាប់គ្រូពេទ្យចិនធ្លាប់ជាប់គុករយៈពេលខ្លីដោយសម្លាប់ប្អូនស្រីបង្កើតនៅខេត្តព្រៃវែងការដែលខ្ញុំយករឿងបរោះដែលសម្លាប់ហើយរងការសង្ស័យថាសម្លាប់ហើយរំលោភទៀតរំលោភស្ត្រីគ្រូពេទ្យចិនម្នាក់ដែលនៅផ្ទះជាប់បងស្រីរបស់គាត់នោះហើយរឿងនេះគឺបរោះនេះមិនមែនជាលើកទី1ទេនៅក្នុងការសម្លាប់មនុស្សណាគាត់ធ្លាប់សម្លាប់មនុស្សម្ដងហើយមិនមែនសម្លាប់អ្នកដទៃទេគឺសម្លាប់ប្អូនស្រីបង្កើតរបស់គាត់ទៀតនៅខេត្តព្រៃវែងនេះតាមប្រសាសន៍របស់បងស្រីបង្កើតរបស់ជនសង្ស័យដែលគេប៉ូលីសចាប់ខាត់ខ្លួននេះហើយថាគាត់មានជំងឺសរសៃប្រសាទរឿងនេះគឺជារឿងមួយដែលខ្ញុំចង់បង្ហាញអំពីបញ្ហានៅក្នុងសង្គមខ្មែរជាទូទៅតែម្ដងតែខ្ញុំមិនយកករណីឃាតកម្មនឹងយកមកនិយាយទេគឺយកករណីបញ្ហាវិបត្តិផ្លូវចិត្តនៅប្រទេសកម្ពុជាយកមកនិយាយថានេះគឺជាវិញ្ញាសាមួយសម្រាប់រដ្ឋាភិបាលកម្ពុជាយកទៅពិចារណាហើយត្រូវដោះស្រាយបញ្ហានេះឲ្យខ្លាំងមែនតើព្រោះអីរឿងបញ្ហាផ្លូវចិត្តនៅប្រទេសកម្ពុជាអត់មែនរឿងថ្មីទេបងប្អូនអង្គការ TPO រកឃើញយូរហើយអង្គការ TPO នេះគឺជាអង្គការសុខភាពផ្លូវចិត្តគេហៅថាអង្គការចិត្តសង្គមអន្តរវប្បធម៌យើងហៅកាត់ថា TPO គាត់ជួយដោះស្រាយព្យាបាលជំងឺផ្លូវចិត្តនេះដល់ប្រជាពលរដ្ឋខ្មែរច្រើនណាស់អង្គការនេះរកឃើញនៅឆ្នាំ2010បាទ16ឆ្នាំមុនណាគាត់ស្រាវជ្រាវរកឃើញថាខ្មែរយើងក្នុងចំណោម10នាក់ណាមាន4នាក់មានជំងឺផ្លូវចិត្ត10នាក់មាន4នាក់មានជំងឺផ្លូវចិត្តច្រើនណាស់បងប្អូន10នាក់បានន័យថាអ្នកដែលមានជំងឺសរសៃប្រសាទឬក៏មានបញ្ហាវិបលាក់ផ្លូវចិត្តហ្នឹង4នាក់ទៅហើយហ្នឹងអញ្ចឹងក្នុងចំណោមមិត្តភ័ក្តិយើង10នាក់មាន4នាក់ទៅហើយស្ទើរតែពាក់កណ្ដាលហើយនេះគឺជារឿងពិតនៅក្នុងសង្គមតាំងពី2016ចំនួននេះអត់ថយទេហើយនៅពេលដែលមានចំនួនដ៏ច្រើនសន្ធឹកបងប្អូនដឹងថាគ្រូពេទ្យចិត្តសាស្ត្រនៅកម្ពុជាមានប្រមាណអ្នកប្រជាពលរដ្ឋយើង17លានអ្នកជិត18លានអ្នកគ្រូពេទ្យចិត្តសាស្ត្រដែលរងការបណ្ដុះបណ្ដាលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវបើតាមអ្វីដែលអង្គការនេះរកឃើញគឺមានមិនដល់40នាក់ផងហ្នឹងហើយមាន18លានអ្នកអញ្ចឹងបានន័យថាមន្ទីរសុខាភិបាលឬក៏មន្ទីរពិនិត្យសុខភាពអីផ្សេងទៀតគឺមិនដល់ 2% ទេដែលមានសេវាផ្លូវចិត្តណារឿងនេះគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសកម្ពុជាជារឿងអាភ័ព្វសួរថាកម្ពុជាបានធ្វើទេធ្វើច្រើនហើយរដ្ឋាភិបាលក៏សហការជាមួយអង្គការ TPO ជាមួយ WHO គឺអង្គការសុខភាពពិភពលោកនិងសហការជាមួយ UNICEF អីចឹងគាត់ធ្វើច្រើនដែរមិនធ្វើសោះទេក៏ប៉ុន្តែការធ្វើរបស់គាត់នេះគឺវាអត់បានដល់កម្រិតមួយគួរជាទីមោទនៈទេដោយសារតែនៅទូទាំងប្រទេសកម្ពុជាមនុស្សដែលមានជំងឺរោគចិត្តប្រហែលជាបើយើងគិតពី40% គឺបើ10លានមាន4លានហើយហ្នឹងបងប្អូន10លានមាន4លានឥឡូវមិនបាច់គិតអីតិចពិបាកគិតទេ10លានមាន4លានហើយដែលមានជំងឺផ្លូវចិត្តអញ្ចឹងបានន័យថា20លានវាមាន8លានហើយហ្នឹងអញ្ចឹងបើ18លានគឺវាមាន6 7លានអ្នកហើយហ្នឹងអញ្ចឹងខ្មែរយើងប្រហែលជា7លានអ្នកដែលមានជំងឺផ្លូវចិត្តហើយគ្រូពេទ្យព្យាបាលផ្លូវចិត្តមានអត់ដល់100អ្នកផងហ្នឹង
7 8 លានអ្នកគ្រូពេទ្យមានអត់ដល់100អ្នកឯងទៅព្យាបាលអីគេខ្ញុំកំពុងតែឆ្ងល់អានេះគឺជារឿងមួយដែលជាវិបត្តិសង្គមមួយវាជាទុកសោកសង្រេងសម្រាប់គ្រួសារដែលមានអ្នកមានវិបត្តិផ្លូវចិត្តណាស់ខ្ញុំយល់អំពីបញ្ហានេះព្រោះអីបើយើងនិយាយឲ្យស្មោះត្រង់ដោយសារតែ10អ្នកមាន4អ្នកកើតជំងឺផ្លូវចិត្តគ្រួសារណាក៏មានអ្នកមានជំងឺផ្លូវចិត្តដែរនិយាយទៅគ្រួសារណាក៏ដោយនៅក្នុងប្រទេសកម្ពុជាហ្នឹងរាល់គ្រួសារសុទ្ធតែមានអ្នកមានជំងឺផ្លូវចិត្តឲ្យងាយយល់ទាំងអស់គ្នានឹងទាំង18លានអ្នកហ្នឹងគឺក្នុងគ្រួព្រោះបើយើងគិតជាគ្រួសារមួយគ្រួសារមាន4អ្នកអញ្ចឹងបានន័យថាអឺប្រហែលជាប្រមាណ7លានគ្រួសារហ្នឹងគឺសុទ្ធតែមានជំងឺវិបលៈផ្លូវចិត្តហើយដល់ពេលអត់មានពេទ្យមកយើងពិបាកហើយដូចក្រុមគ្រួសាររបស់យុវជនម្នាក់ដែលបរិសម្នាក់ដែលទៅសម្លាប់ស្ត្រីចិនហើយចាប់គេរំលោភសង្ស័យទេពីការចាប់រំលោភធ្លាប់សម្លាប់ប្អូនស្រីឯងបង្កើតនៅខេត្តព្រៃវែងបងស្រីគាត់និយាយប្រាប់អ្នកសារព័ត៌មានហើយធ្លាប់សម្លាប់ហ្នឹងគឺជាប់គុកតែ2ឆ្នាំមិនដល់ទេ2 3ឆ្នាំគាត់និយាយចឹង2 3ឆ្នាំដោយសារអីបងប្អូនដោយសារគាត់មានសបុតពេទ្យប្រាប់ថាគាត់លេបថ្នាំសរសៃប្រសាទអញ្ចឹងគេឲ្យដោះលែងឥឡូវដោះលែងមកសម្លាប់មនុស្សទៀតហើយថារំលោភទៀតតើគាត់នឹងត្រូវសម្លាប់មនុស្សប្រមាណដងឥឡូវគាត់ទៅយកសបុតពេទ្យហ្នឹងទៅប្រាប់ទៀតហើយថាកំពុងលេបថ្នាំអញ្ចឹងជាប់2 3ឆ្នាំទៀតដោះលែងមកទៅសម្លាប់មនុស្សទៀតហើយមិនអញ្ចឹងរឿងនេះគឺជារឿងមួយដែលគួរឲ្យរកម្មចិត្តមែនតែនដែលមែនតែនទៅខ្ញុំជឿថាគ្រួសារដែលពិបាកជាងគេគឺគ្រួសារព្រោះអត់មាននរណាជួយគាត់ទេឃើញទេដល់ពេលយកទៅដាក់តាមពិតបើដាក់គុកគាត់ឲ្យយូរវាទៅជាសង្គមហ្នឹងមានសុវត្ថិភាពទៅវិញក៏ប៉ុន្តែច្បាប់ក៏គេកំណត់ដែរបើអ្នកណាមានវិបលៈផ្លូវចិត្តគឺច្បាប់មិនអាចកាត់ទោសគាត់បានទេព្រោះអីអញ្ចេះនៅក្នុងតកតងនឹងឃាតកម្មបើសិនជាឃាតកម្មបើយើងមើលក្រមព្រហ្មទណ្ឌមាត្រា205និយាយថាឃាតកម្មដោយគិតទុកជាមុនហើយរហូតដល់មានរំលោភអីចេះទៀតនេះក្នុងករណីអ្នកគ្រូពេទ្យចិនមួយនៅដែលគាត់សម្លាប់ម្សិលមិញនេះគឺអាចជាប់ថ្ងៃមិញនេះគឺជាប់គុករហូតដល់ទៅមួយជីវិតឯណោះហ្នឹងបើច្បាប់ព្រោះសម្លាប់ហើយរំលោភទៀតក៏ប៉ុន្តែបើគ្រាន់តែសម្លាប់អត់រំលោភគឺមាត្រា199គាត់ជាប់គុកតែ10ទៅ15ឆ្នាំឯងក៏ប៉ុន្តែអាការជាប់គុកហ្នឹងក៏ដោយមាត្រា31នៃក្រមព្រហ្មទណ្ឌហ្នឹងចែងទៅវិញថាបើគាត់មានវិបលាស់ផ្លូវចិត្តពាក្យវិបលាស់ផ្លូវចិត្តនេះគឺជាភាសាបច្ចេកទេសទេបងប្អូនគឺនិយាយឲ្យស្រួលគឺឈួតអ្នកដែលឈួតមានជំងឺសរសៃប្រសាទច្បាប់គេមិនប្រើពាក្យឈួតឬសរសៃប្រសាទទេគេថាវិបលាស់ផ្លូវចិត្តអញ្ចឹងបើអ្នកមានវិបលាស់ផ្លូវចិត្តតលតែធ្ងន់ធ្ងរបងប្អូនវិបលាស់ផ្លូវចិត្តហ្នឹងតលតែធ្ងន់ធ្ងរនឹងជាអចិន្ត្រៃយ៍ទៅទៀតបានរួចពីទោសហ្នឹងអញ្ចឹងបើសិនជាពេទ្យរកឃើញថាគាត់មានវិបលាស់ផ្លូវចិត្តជំងឺនេះជាអចិន្ត្រៃយ៍ហើយធ្ងន់ធ្ងរគឺគាត់រួចខ្លួនហើយប៉ុន្តែលើកមុនប្រហែលជាតឡាការនៅព្រៃវែងរកឃើញថាគាត់មិនមានវិបលាស់ផ្លូវចិត្តធ្ងន់ធ្ងរទេអាចនៅដឹងខ្លួនអីចឹងបានឲ្យជាប់គុក3ឆ្នាំសម្រាប់ប្អូនស្រីបង្កើតខ្លួនឯងធ្លាប់វាយម្ដាយខ្លួនឯងឥឡូវជិះឡានមកបំពេញដោយខ្លួនឯងមកលេងផ្ទះបងស្រីអត់ចង់ឲ្យមកទេគ្រាន់តែមកធ្លាក់ថ្លើមក្ដុកដល់ទៅហើយទៅចូលផ្ទះគ្រូពេទ្យហ្នឹងទៅសម្លាប់គេហើយបងស្រីហ្នឹងអត់ដឹងថាប្អូនសម្លាប់គេទេនាំដឹកប្អូនប្រុសហ្នឹងទៅខេត្តព្រៃវែងវិញព្រោះដឹងមកហ្នឹងទាំងមានរឿងហើយដឹកយកទៅហ្នឹងបំណងទៅឲ្យប៉ូលីសចាប់ឃុំខ្លួនដាក់ខ្នោះដាក់អីទៅព្រោះអីអាចមកពីរើជំងឺហើយព្រោះគាត់និយាយថាមករយៈពេល2 3សប្តាហ៍ចុងក្រោយហ្នឹងគឺដូចរើអត់លេបថ្នាំណាដល់ពេលអញ្ចឹងទៅគាត់ភ័យយកទៅបានប្រមាណតាមដំណើរតាមផ្លូវហ្នឹងសន្តិសុខខាងបូរីគេនេះក៏ទេនៅភ្នំពេញនេះប្រាប់ថាឲ្យនាំយកមកវិញព្រោះអីមានករណីឃាតកម្មគាត់ក៏នាំយកមកវិញទៅប៉ូលីសក៏វាយខ្នោះទៅគឺបានដឹងថាប្អូនសម្លាប់គេបាត់ទៅហើយអញ្ចឹងគាត់ក៏សំណោះនិយាយទៅគឺក្រុមគ្រួសារនេះរងសម្ពាធផ្លូវចិត្តនឹងមិនតិចទេតកតងនឹងការគ្រប់គ្រងប្អូននេះដោយសារយើងឃើញប្រព័ន្ធផ្លូវចិត្តហ្នឹងគឺវាលំបាកគ្រប់គ្នាហើយរឿងដែលលំបាកបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរសេវាសុខាភិបាលផ្លូវចិត្តគឺអត់មានគ្រប់គ្រាន់ទេតិចតួចបំផុតអាហ្នឹងទី1ទី2ប្រជាពលរដ្ឋយើងបាក់ស្បាតផ្លូវចិត្តច្រើនយ៉ាងហើយឥឡូវមកបាក់ស្បាតរឿងនយោបាយរឿងស្អីបញ្ហាផ្លូវចិត្តហ្នឹងគឺយ៉ាប់មែនតើសំបីតែរឿងព្រំដែនថៃដែលពេលថៃឈ្លានពានឲ្យដីយើងបាត់អស់70កន្លែងហ្នឹងប្រជាពលរដ្ឋ
រដ្ឋាភិបាលអត់ប្តឹងថៃទៅតុលាការអីដើម្បីទាមទារដីមកវិញចរចាគេអត់ចរចាអីអានឹងក៏ធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តយ៉ាងសម្បើមដែរផ្សំគ្នាច្រើនទៀតប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់នៅស្រុកខ្មែរហ្នឹងចាត់ទុកថាជំងឺផ្លូវចិត្តនេះគឺជាកម្មផលណាយើងគិតថាមកពីកម្មជាតិមុនចឹងយកទៅឲ្យគ្រូមកណាស្ដោះផ្លុំអូមអាមដកអំពើដោះអំពើអីចឹងទៅវាអត់បានផលទេជំងឺផ្លូវចិត្តណាគឺត្រូវការព្យាបាលដោយគ្រូពេទ្យឯកទេសហើយគេព្យាបាលជាគ្រប់តែគ្នាទេឲ្យតែលេបថ្នាំត្រឹមត្រូវមានសេវាព្យាបាលតាមដានត្រឹមត្រូវស្រួលបួលតែអត់ទេគឺឲ្យគ្រួសារនៅមើលគឺអត់នរណាមើលនរណាទេគ្នាលំបាករដ្ឋត្រូវតែជួយត្រូវតែមានមន្ទីរពេទ្យត្រូវតែមានសេវាសុខាភិបាលមានគ្រូពេទ្យទៅតាមដានប៉ុន្តែទៅពឹងរដ្ឋយើងយ៉ាងម៉េចរត់រកតែលុយទិញតែអង្គហូបឲ្យគ្រប់3ពេលអត់បានដល់អញ្ចឹងទៅយើងទៅពឹងម៉ែឪយើងយ៉ាងម៉េចម៉ែឪយើងនឹងកជើធ្លុះមកអាយុមកហើយលុយរក6ចាយ10អញ្ចឹងយើងទៅកំពុងតែអំពាវនាវរកស្អីហើយតែបធោទេខ្ញុំជឿថារដ្ឋាភិបាលក៏ពិបាកដែរវាមិនដឹងថាទៅធ្វើម៉េចសក់វាជ្រែកជា100ជំរាកហើយអំពើពុករលួយរត់រួតទៀតអាលុយកំពុងមានតិចហើយកជើធ្លុះទៀតអស់អាលីងតែម្ដងដូច្នេះពិបាកបងប្អូនទាល់តែផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋសប្ងៃហ្នឹងឲ្យដូរ180ដឺក្រេបានអាចមានការយកចិត្តទុកដាក់ក្នុងវិស័យនេះធ្លាក់លុយអីឲ្យបានច្រើនជាងហ្នឹងព្រោះអីលុយយើងដែលមានតិចតួចហ្នឹងវាមានរឿងច្រើនត្រូវជួយស្ពានថ្នល់ហើយគណៈបកកណ្ដាលអំណាចអត់សូវខ្វល់រឿងសុខាភិបាលផ្លូវចិត្តអីហ្នឹងជឿថាមានពេទ្យមានម៉អីហ្នឹងគេគ្រូខ្មែរគ្រូអីស្ដោះផ្លុំអីខ្លះទៅអញ្ចឹងហើយបានប្រជាពលរដ្ឋឲ្យតែពេលស្ដោះផ្លុំហ្នឹងបោចស្មៅសំបីអាចគោក៏យកមកត្រាំទឹកផឹកដើម្បីប្រសាពឹសអាចកុកអីណាពឹសស្អីដែរយើងជឿអញ្ចឹងដោយសារអត់ជឿលើប្រព័ន្ធសុខាភិបាលកម្ពុជាឬក៏អត់មានសមត្ថភាពអត់មានលទ្ធភាពឬក៏រដ្ឋអត់ផ្ដល់សេវាហ្នឹងឲ្យគាត់អាចនឹងទុកចិត្តបានអញ្ចឹងទៅគាត់ចាប់ផ្ដើមប្របាក់គ្រប់គ្នាណាអញ្ចឹងរឿងនេះគឺជារឿងឃើញមានវិបត្តិទេឥឡូវសម្រាប់ជនជាតិចិនហ្នឹងដោយអ្នកមានវិបលាស់ផ្លូវចិត្តហើយបើសិនជាអញ្ចឹងគ្នាចិនហ្នឹងក៏បាក់ស្បាតដែរអ្នកផ្សេងទៀតមិនមែនតែចិនទេតែឃើញសម្រាប់ឆៅចេះចាប់ផ្ដើមផ្អើលឲ្យស្រុកយើងចឹងទៀតគាត់ទៅប្រាប់គ្នាចិនទៅប្រាប់គ្នាអូស្រុកខ្មែរឥឡូវមិនស្រួលរស់នៅដូចលើកមុនអីចឹងទៀតភ័យផ្អើលអញ្ចឹងទៀតខ្ញុំនិយាយទៅពិបាកដែរខ្ញុំជឿថារដ្ឋាភិបាលក៏ពិបាកក៏ប៉ុន្តែរឿងនេះគឺទាមទារឲ្យមានការដោះស្រាយជាប្រព័ន្ធហើយអត់ត្រូវការរងចាំពេលទេជួយគ្នាបងប្អូនជួយគ្នានឹងគឺជួយកែតម្រង់របៀបដឹកនាំរដ្ឋនេះឡើងវិញដើម្បីឲ្យរដ្ឋនេះមានគេហៅថាស្ថិរភាពទាំងនយោបាយទាំងការមូលមាត់គ្នាទាំងពង្រឹងចំណូលពន្ធរដ្ឋចំណូលកាត់បន្ថយអំពើពុករលួយបពពួកនិយមស្អីហ្នឹងគឺថាច្រើនយ៉ាងណាសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹងក៏ផ្សំចូលគ្នាដែរព្រោះអីវាអត់មានតំណាងណាមកគិតគូររះខ្លួនទេព្រោះអីអស់លោកហ្នឹងជួនកាលហ្នឹងយកឱកាសហ្នឹងដើម្បីតែក្រាញអំណាចហ្នឹងគឺលុយហ្នឹងយកមកបំពកដើម្បីបំផ្លាញគណៈបកប្រឆាំងឯណាវិញរឿងដូចធីសវណ្ណថាអីអញ្ចឹងគឺគេចោតប្រកាន់នៅក្នុងអាសាបែកធ្លាយ400ទំព័រជាងហ្នឹងមានកន្លែងខ្លះហ្នឹងតាចៅហ្នឹងនិយាយគ្នាពីរឿង$1 លានដើម្បីយកមកបំផ្លាញគណៈបកសង្គ្រោះជាតិទៅជាអញ្ចឹងបំផ្លាញគណៈបកសង្គ្រោះជាតិប៉ុន្តែអារឿងដែលថា$1 លានហ្នឹងធីសវណ្ណថាគាត់ប្តឹងលោកសំរងស៊ីឲ្យជាប់គុកជាប់ច្បាប់ដោយសារតែគាត់ថារឿងហ្នឹងមិនពិតអីណាប៉ុន្តែឯកសារហ្នឹងវាលេចធ្លាយអញ្ចឹងប្រព័ន្ធតុលាការស្រុកខ្មែរទេបើនៅស្រុកក្រៅគេទៅរកឃើញការពិតហ្នឹងបាត់ហើយតែស្រុកខ្មែរហ្នឹងគេចង់ថាអីក៏បានដែរគេចង់រួចគេចង់លៀបពណ៌អ្នកណាក៏បានដែរតុលាការគេចង់សរសេរអីក៏បានដែរវាអត់មានឯករាជ្យមានស្អីទេហើយដល់ពេលអញ្ចឹងទៅគឺយើងឃើញលុយលិចលុយរត់លុយជាតិលុយអីហ្នឹងហេតុអីបានជាលោកហ៊ុនសែនមានលុយឲ្យសពូនមីដាដាសានប៊ុនធឿនអីសរាប់សែនដុល្លារដើម្បីយកមកជេរប្រតិចក្រុមប្រឆាំងហើយដល់ពេលបំផ្លាញក្រុមប្រឆាំងគឺបំផ្លាញឆ្នាំងបាយយកលុយជាតិហ្នឹងយកមកបំផ្លាញឆ្នាំងបាយឲ្យគណៈប្រឆាំងលលាយហើយលុយហ្នឹងអស់អាលីងទៀតអំពើពុករលួយក៏រត់រួតដល់ពេលអញ្ចឹងប្រជាពលរដ្ឋរត់តែខ្លោចផ្សារទៀតតែប្រជាពលរដ្ឋខ្លះគាត់មើលមិនយល់កន្លែងហ្នឹងគាត់ទៅស្អប់គណៈបកប្រឆាំងឯណានោះវិញបាទឥឡូវខ្ញុំស្លេះរឿងនេះព័ត៌មាននេះខ្ញុំដឹងតែផ្សាយមិនចប់ទេគ្រាន់តែថាបានប៉ុណ្ណាយកប៉ុណ្ណឹងបងប្អូនគាត់នៅសល់ពេលតិចមែនតើព័ត៌មានចុងក្រោយព័ត៌មាន2